សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងស្គាល់អំពី Shodan Shodan គឺជាម៉ាស៊ីនស្វែងរកពិសេសដែលមិនស្វែងរកគេហទំព័រឬ Google ទេប៉ុន្តែវាស្វែងរកឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិតដូចជា router, webcam, server និង IoT devices របៀបប្រើ Shodan ជំហានទី1ចូលទៅកាន់ shodan.io ហើយបង្កើតគណនីជំហានទី2វាយពាក្យស្វែងរកដូចជា webcam, router ឬ IP address ជំហានទី3ប្រើ filter ដើម្បីកំណត់តាមប្រទេសទីក្រុងឬ port ឧទាហរណ៍ port ស្មើនឹង22 country ស្មើ CH បង្ហាញ SSH servers នៅកម្ពុជាជំហានទី4ពិនិត្យលទ្ធផលអាសយដ្ឋាន IP port ដែលបោក version software ជំហានទី5ប្រើ account បង់ប្រាក់ប្រសិនបើចង់ទាញយកទិន្នន័យឬប្រើ command line API ហេតុអ្វីត្រូវដឹង Shodan អរដ្ឋពលបណ្ដាញជួយឲ្យយើងដឹងថាឧបករណ៍ណាខ្លះកំពុងបង្ហាញខ្លួនលើអ៊ីនធឺណិតរកឃើញ vulnerability អាចរកឃើញ server ឬ software ដែលចាស់និងងាយរងគ្រោះ IoT awareness ឧបករណ៍ smart home ឬកាមេរ៉ាអាចត្រូវបានរកឃើញប្រសិនបើមិនបានកំណត់សុវត្ថិភាពការសិក្សាជាឧបករណ៍សម្រាប់សិស្សនិងអ្នក IT ដើម្បីយល់ពីរបៀបដែលអ៊ីនធឺណិតបង្ហាញឧបករណ៍ Double Edge Sword អាចប្រើសម្រាប់ការពារប៉ុន្តែអាចត្រូវបានប្រើខុសគោលបំណងដូច្នេះត្រូវប្រើដោយសុចរិតសង្ខេបមកវិញ Shodan ជាម៉ាស៊ីនស្វែងរកឧបករណ៍លើអ៊ីនធឺណិតដឹងពីវាជួយឲ្យយើងការពារបណ្ដាញយល់ពី IoT risks និងរៀនអំពី cyber security សូមអរគុណដែលបានតាមដានវីដេអូនេះហើយកុំភ្លេច subscribe ដើម្បីទទួលបានមាតិកាបច្ចេកវិទ្យាថ្មីៗ